ជំរាបសួរក៏ដូចជាស្ដីអ្នកគ្នាខ្ញុំកាតាលីយ៉ាដល់ថ្ងៃនេះដែរគឺខ្ញុំនឹងយកភាគ2មកស្ដាប់អ្នកគ្នាស្ដាប់ទៀតដែរតឡើងចង់យើងតពីវីដេអូមុនបានណាការពីវីដេអូមុនគឺបានឃើញក្មេងប្រុសម្នាក់ហ្នឹងឯងអ្នកគ្នាហើយយើងក៏ដឹងថាក្មេងប្រុសម្នាក់ហ្នឹងគឺជានរណាគេដែរដោយអធិរាជបានដឹងថាក្មេងប្រុសម្នាក់ហ្នឹងប្រកាសជាម៉ៅទៅប្រាប់ឲ្យអង្គរៈទៅបាំងទ្វារពេលនឹងរៀបដូរទៅឲ្យប៉ុន្តែគេទប់លំនឹងខ្លួនជាប់ដែលធ្វើឲ្យមាសអៀនមិនហ៊ានដើរចូលមកដល់ត្រឹមនេះទើបយើងដឹងថាក្មេងប្រុសម្នាក់នោះមានឈ្មោះថាអេស្កាដែលត្រូវជាបងប្រុសរបស់មែមបលហើយក្មេងប្រុសម្នាក់ហ្នឹងបាននិយាយជាមួយឪពុករបស់ខ្លួនថាលោកប៉ាខ្ញុំចង់ទៅមើលប្អូនស្រីប៉ុន្តែយ៉ាងណាអធិរាជក៏មិនព្រមឲ្យអូស្ការទៅមើលប្អូនស្រីគេដែរក៏ព្រោះតែអូស្ការហ្នឹងកាលអ្វីគឺធ្លាក់ហូតទេខ្ញុំខំរៀនកុនដាឲ្យចប់នៅថ្ងៃនេះហេតុអ្វីឪពុកមិនឲ្យខ្ញុំទៅមើលប្អូនស្រីពេលនោះអធិរាជក៏បានប្រាប់អង្គរៈខ្លួនឲ្យចាប់អូស្ការបោះចេញទៅក្រៅទៅអូស្ការតបទៅឪពុកខ្លួនថាទេប៉ាកូនចង់ទៅមើលប្អូនស្រីណាតាំងពីនាងកើតមកខ្ញុំមិនទាន់បានទៅមើលប្អូនស្រីនោះទេខ្ញុំចង់ទៅមើលមុខប្អូនស្រីណាបានទៅមួយដងក៏បានដែរលោកប៉ានិយាយដល់ទៅនេះអធិរាជក៏នៅតែមិនព្រមអូស្ការខំធ្វើមុខដល់កំសត់ដូចជាកូនឆ្កែនិយាយដល់កន្លែងជំនីគឺថាអូស្ការរបស់យើងគឺថាស្អាតហ្មងណាគ្នាឡើងខ្ជូរហ្មងណាសង្កត់សង្កាត់តែបែបស្អាតគិតមកបឋមឡើងគេសម្រាប់ប៉ុណ្ណាមួយបានហើយតសាក់គឺយើងវិញក៏ដល់ត្រឹមនេះអធិរាជក៏យល់ព្រមតាមសំណើរបស់អូស្ការហើយអធិរាជក៏និយាយឡើងថាចាំប៉ាជូនឯងទៅមើលប្អូនស្រីរបស់ឯងម្ដងឥឡូវតើទៅមើលតួស្រីដែលស្ថិតនៅក្នុងរូបរាងជាទារកតូចឯនេះវិញអ្នកបម្រើដែលមានសក់ពណ៌តុងដែងបាននិយាយថារស់នៅជាទារកឬក៏ជាកូនង៉ែតពិតជាមានជីវិតដ៏ស្រស់បំព្រងណាស់មែនបលបានគិតថាវាមិនស្រួលដូចជានាងបានកើតនោះទេរស់នៅជាទារកពិតជាពិបាកកម្រើកណាស់ខ្ញុំហត់ពេញមួយថ្ងៃដើម្បីកម្រើកនាងបើភ្នែកព្រឹមហើយក៏មានអារម្មណ៍ថាធ្ងន់ត្របកភ្នែកក៏បានដេកលុយមួយស្របក់ហើយអ្នកបម្រើដែលមានសក់ពណ៌តុងដែងបាននិយាយម្ដងទៀតថានៅពេលដែលអ្នកម្នាក់ដេកលក់ទៅពិតជាគួរឲ្យស្រឡាញ់ណាស់ពេលនោះយើងបានដឹងថាអធិរាជនិងអេស្តាបានមកដល់ហើយគ្រាន់តែដឹងថាអធិរាជបានមកដល់គឺថាមែបលបានភ្ញាក់យ៉ាងលឿនមែបលពិតជាថយណាស់ដែលអធិរាជមកលេងនាងជារៀងរាល់ថ្ងៃគ្រាន់តែដឹងថាកូនស្រីរបស់ខ្លួនបានភ្ញាក់ពីដំណេកនៅពេលដែលខ្លួនមកដល់បែបនេះមានអារម្មណ៍ថារីករាយជាខ្លាំងទារកតូចបានមើលទៅកុមារាម្នាក់ដែលមានសក់ពណ៌សនាងឆ្ងល់ណាស់ថាគឺជាអ្នកណាសម្ដងទៅមើលអូស្ការប៉ុន្តែនាងមិនដឹងថាក្មេង5នាក់នេះគឺជាបងប្រុសបង្កើតរបស់នាងនោះទេគិតមួយស្របក់ទើបនាងដឹងថាក្មេង5នាក់នេះគឺជាបងប្រុសបង្កើតរបស់ខ្លួនអូស្ការបាននិយាយប្រាប់បេដារបស់គេថាទេរកដែលត្រូវជាប្អូនស្រីរបស់គេហ្នឹងគឺមកខ្លួនចាំតែម្ដងពិតប្រាកដណាស់ព្រះរាជបែបបតបើជាមើលទៅព្រះរាជបតពិតមែនអូស្ការសើចហើយក៏នៅក្នុងចិត្តប្អូនស្រីរបស់គេពិតជាគួរឲ្យខ្នាញ់និងពិតជាគួរឲ្យស្រឡាញ់ណាស់ឯទេរកតូចបាននិយាយថាអាបាហើយចំកន្លែងហ្នឹងគឺថាអត់មានអត់ដឹងថាមានន័យបែបនេះទេប្រហែលជាមែនបលហ្នឹងចង់និយាយអីមួយចឹងណាអូស្ការលឺពីអ្វីដែលមែនបលបាននិយាយហើយក៏ចាប់ផ្ដើមគិតថាតើទារកនេះបាននិយាយពាក្យថាបងប្រុសឬឯអធិរាជវិញក៏បានគិតថាប្រហែលជាមែនបលបាននិយាយពាក្យថាឪពុកហើយប៉ុន្តែផ្ទុយស្រួលណាស់ទារកតូចចង់និយាយថាឲ្យពួកគេចង់ចេញឲ្យឆ្ងាយទៅប៉ុន្តែគ្មាននរណាអាចស្ដាប់យល់នៅវិភាសារបស់គេបានក៏ដោយសារតែនាងគឺជាទារកអង្គអ្នកគ្នាអ្នកបម្រើនៅជិតព្រះនាងក៏បានគិតថាប្រហែលជាព្រះនាងឃ្លានហើយទារកតូចដែលឈ្មោះថាម៉ាបែលបានគិតនៅក្នុងចិត្តថាពួកគេនេះពិតជាមិនយល់ពីខ្ញុំមែនតើខ្ញុំកើតទៅជាទារកនេះពិតជាពិបាកខ្លាំងណាស់មែនទេអ្នកបម្រើបានប្រើឲ្យគេដើម្បីទៅយកទឹកដោះគោឲ្យព្រះនាងផឹកអ្នកបម្រើកាន់ដបទឹកដោះគោបញ្ចុកព្រះនាងអូស្ការនិងអធិរាជមើល
មែនបលកំពុងតែផឹកទៅដល់គោរីឯមែនបលយើងគឺថាខំផឹកទៅដល់គោនឹងឲ្យលឿនជាទីបំផុតអូស្ការគិតថាមែនបលប្រហែលជាឃ្លានខ្លាំងហើយពេលនោះស្រាប់តែអធិរាជបានពោព្រះនាងឡើងពេលនោះមែនបលពិតជាមានការបាក់ផែជាខ្លាំងដោយសារតែមែនបលយើងបានគិតថាប្រហែលជាអធិរាជបោកខ្លួនដើម្បីបញ្ចុកឲ្យមើលទៅអធិរាជក៏បានយកទៅដល់គោពីដៃអ្នកបម្រើហើយក៏កាន់ព្រះនាងមែនបលឡើងគ្រាន់តែឃើញចឹងគឺថាមែនបលអត់ចង់ឲ្យក៏រើបម្រាមពេលអធិរាជចឹងណាប៉ុន្តែយ៉ាងណាក្តីក៏មិនរត់ទៅកើតដែរដោយសារតែមែនបលយើងគឺជាទីរួចអនាងគ្នាមែនបលបានគិតក្នុងចិត្តថាខ្ញុំមិនសងបែបនេះទេមាននរណាអធិរាជបានអង្គុយចុះហើយបានមកចុះទៅដល់គោទៅឲ្យមែនបលផឹកបន្ទាប់ពីនោះមែនបលបានអធិរាជបានមើលមែនបលផឹកដោយសេចក្តីស្រឡាញ់នាងចាប់ផ្ដើមធន់នឹងអធិរាជចាប់ផ្ដើមខើទៅរកនាងរៀមនឹងថោកថ្ពាល់របស់នាងចឹងណាគ្នាខំតែឃើញបែបនេះមែនបលចាប់ផ្ដើមឈប់ក្រឡេកទៅមើលនៅខាងក្រៅនេះយើងបានឃើញព្រាបសពីគូហើយយើងបានឃើញមនុស្សពីរនាក់រឿងដែលនឹកស្មានមិនដល់បានកើតឡើងដោយសារតែទូស័យរបស់យើងបានឆ្លុះទឹកដោះគោទើបធ្វើឲ្យទឹកដោះគោនៅប្រឡាក់មុខអធិរាជចឹងហើយរឿងឯងមានតែប៉ុណ្ណឹងអរគុណអ្នកគ្នាពីខ្ញុំកាតាលីយ៉ាបាយបាយ